Allah, Allah, Allah. ម៉ូទៀតហើយម៉ូទៀតហើយជំរាបសួរបាទថ្ងៃនេះដែរឆេបភឿតនឹងស្លោស្អីទេឆេបភឿតទៀតមើលឆេបភឿតយូរចង់គប់ពីស្ទាយតាមឆេបភឿតហើយព្រឹកនេះដូចជាអបសុកខ្លាំងណាស់ក៏មិនដឹងធ្វើអីទៅណេពេកនោះក៏ទាញកបិតបថៅខ្វែវបកៈជាមួយនឹងជ្រុញហ្នឹងដើម្បីចាប់ចែងកតាបកិច្ចជាឆេបចៃឆេបបាទឬក៏ថាអាចដាក់ហៅថាសម្ោចឆេបចៃឆេបទៅបាទជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់យកសាច់រឿងមកសម្រាយមួយរឿងឲ្យបងប្អូនស្ដាប់ជាដំបូងនោះក៏ជួបជាមួយនឹងតួឯករបស់យើងនឹងគាត់ឈ្មោះដនជូសដែលបរិះដនជូសនោះគឺត្រូវជាសង្សារជាមួយនឹងនារីម្នាក់ដែលឈ្មោះថាម៉ារីថ្ងៃមួយដនជូសរបស់យើងក៏មានការអបសុកជាខ្លាំងក៏បានបបួលនារីដែលជាសង្សារដែលមានឈ្មោះថាម៉ារីនឹងទៅលេងក្នុងព្រៃតែ2នាក់ទេទៅចង់បោះតង់នៅក្នុងព្រៃតួឯកស្រីនៅក្នុងរឿងរបស់យើងដែលមានឈ្មោះថាម៉ារីនឹងគាត់ក៏បានបដិសេធជាមួយនឹងសង្សាររបស់ខ្លួនដែលមានឈ្មោះថាដូនជោព្រោះថាទៅជាតែ2នាក់ហ្នឹងដូចជាមិនសមទេអីប៉ុន្តែតួប្រុសរបស់យើងនឹងក៏បានឆ្លើយតបប្រាប់វិញថាមិនអីទេគាត់ជាអ្នករ៉ាប់រងជាអ្នកទទួលខុសត្រូវក្នុងរឿងមួយនេះប៉ុន្តែតួឯកស្រីរបស់យើងនឹងនាងក៏ប្រឹងបដិសេធខ្លាំងណាស់តួឯកប្រុសខំបញ្ចុះបញ្ចូលយ៉ាងណាក៏នាងប្រកែកមិនព្រមទៅដែរប៉ុន្តែចម្លែកអីស្រាប់តែព្រឹកស្អែកនោះនាងក៏បានវិចកាបូបជាមួយនឹងតង់វិចខ្ចប់យ៉ាងត្រឹមត្រូវតួអង្គឯកប្រុសរបស់យើងនឹងឃើញអញ្ចឹងក៏មិនឲ្យខាតពេលវេលាទេបាទគឺចាប់ដៃតួស្រីរបស់យើងនឹងចូលក្នុងឡានជិះទៅមុខយ៉ាងលឿនតែម្ដងដោយមិនចាំយូរឲ្យខាតពេលនោះទេបន្ទាប់មកតួអង្គស្រីនិងតួអង្គប្រុសរបស់យើងក៏ទៅដល់ទីតាំងកន្លែងព្រៃភ្នំបោះតង់មួយនោះបន្ទាប់មកដូនចុះក៏បានរកវិធីបង្កាត់ភ្លើងដាំបាយបែបធម្មជាតិបាទទុកឲ្យតួឯកស្រីរបស់យើងម៉ារីហ្នឹងគឺនាងជាអ្នកធ្វើម្ហូបបន្ទាប់មកទៀតហ្នឹងម៉ោង7យប់ហ្នឹងគឺពួកគេហ្នឹងក៏បានញ៉ាំបាយញ៉ាំអាហារអីជុំគ្នាយ៉ាងឆ្ងាញ់បន្ទាប់មកនោះពួកគេក៏បានពុលបាយហ្នឹងគឺដូចជាខ្មែរយើងយ៉ាងធម្មតាងួចដេកងួចអីចឹងអញ្ចឹងពួកគេក៏បានបបួលគ្នាហ្នឹងទៅដេកប៉ុន្តែពួកគេបែរជាដេកមិនលក់នោះទេពួកគេក៏បាននិយាយប្រវត្តិស្នេហាអីចឹងសង្សារចាស់សង្សារថ្មីអីចឹងទៅហើយទៅវិញនិយាយលេចនិយាយកើតនោះក៏ដូចជានិយាយជាក់ចុងដៃចុងជើងរៀងខ្លួនចឹងក៏បានសួរគ្នាទៅវិញទៅមកថាអីតួស្រីរបស់យើងក៏បានសួរទៅតួអង្គប្រុសដែលមានឈ្មោះថាដនចុះហ្នឹងថាដនចុះតើដនចុះឯងហ្នឹងបានយកភួយអីមកដែរឬទេពេលនោះដនចុះទូប្រុសរបស់យើងក៏បានឆ្លើយតបមកកាន់ម៉ារីថាអូខ្ញុំបានយកមកតើពេលនោះដនចុះក៏ទាញភួយទៅដប់ឲ្យខាងតួអង្គស្រីរបស់យើងហ្នឹងដោយគេនោះមិនដប់ភួយនោះទេគឺទុកឲ្យសិទ្ធខាងនារីអីចឹងណាពេលម៉ារីតួស្រីរបស់យើងហ្នឹងក៏បានឃើញដនចុះរៀងល្ងាញាក់ទ្វាមអីញ៉ៃចឹងទៅញាក់លិចញាក់កើតហ្នឹងតួអង្គស្រីរបស់យើងថាដនចុះទៅដប់ពេញទៅអីខ្ញុំឃើញដនចុះឯងដូចជាល្ងាខ្លាំងណាស់ខ្លាចឈឺអីទៅពេលតួអង្គប្រុសរបស់យើងថាមិនអីទេខ្ញុំសុខចិត្តងាប់ដើម្បីម៉ារីអីចឹងទៅពីម៉ារីហ្នឹងក៏លួចឲ្យញឹមខ្ជិបមាត់មាត់ចិត្តទេគេរំភើបចិត្តគេបាទបន្ទាប់មកពេលវេលាយប់កាន់ជ្រៅពេលនោះដែរអាដូនចុះវាល្ងាវិញវាដេកមិនលក់ទេវាចេញមកក្រៅដើម្បីរិះរកកន្តិចកទីអស់អីមកបង្កាត់ភ្លើង
ដល់ពេលម៉ារីនាងឃើញអញ្ចឹងទៅនាងក៏ដូចជាដេកលក់អីដែរអញ្ចឹងចេញមកក្រៅមកអង្គភ្លើងពីអ្នកអាដុនចុះយើងតួអង្គយើងតែម្ដងទៅវានិយាយគ្នាអូច្រឡំវានិយាយគ្នាតួអង្គស្អីនិងតួអង្គប្រុសរបស់យើងនិយាយគ្នានិយាយលិចនិយាយកើតនិយាយតប៉ែមិននិយាយស្អីខ្លះនិយាយដល់ម៉ោង5ឡើងបៀតភ្លឺហើយវានិយាយពីអូច្រឡំវាទៀតសំទោសតួអង្គស្រីតួអង្គប្រុសរបស់យើងដោនចុះនឹងម៉ារីរបស់យើងហ្នឹងនិយាយពីស្អីណានៃបាល់ទាត់ក្លឹបអីចឹងទៅ708 2អីចឹងនិយាយពីអាប៉េនិយាយពីអាម៉ៅអីអាជូនីអីហ្នឹងវានិយាយលេចនិយាយកើតទៅម៉ោង6ព្រឹកដល់ពេលម៉ោង6ព្រឹកទៅវានិយាយរឿងអូច្រឡំវានិយាយរឿងចាក់បាល់ចាក់អីចឹងនិយាយតប៉ែហ្នឹងស្អីវាអត់ព្រមទៅដេកក្នុងតង់អានេះនិយាយទៅងងដែរពីរនាក់ហ្នឹងដល់ពេលនោះអាដោនចុះរបស់យើងហ្នឹងក៏វារឿងអូតួអង្គប្រុសដោនចុះរបស់យើងគាត់ក៏នេះរៀងងុយដែរបៀតភ្លឺរៀងចង់ងុយដេកអញ្ចឹងតែខ្ជិលដេកទៅក៏ប្រហើយដើរមករកកាហ្វេក៏អីឆុងផឹកតាពីដាក់ហ្នឹងទៅហើយមានអីទៀតចប់ហើយតើអត់នេះផងអត់ដេកតើអត់ដេកចប់ហើយនិយាយទៅល្ងងទៅតួអង្គពីរហ្នឹងដូចគោរស់ស្នែងឲ្យពាក់មិនត្រូវនិយាយទៅអត់ឆ្លាតដូចអ្នកសម្រាយសោះអ្នកសម្រាយសាច់រឿងហ្នឹងបាច់ទេតែប៉ុណ្ណឹងឲ្យអ៊ុយនិយាយលេចនិយាយកើតមើលរូបខ្លួនឯងកាលពីស៊េរីកាមេរ៉ា B612 កាលហ្នឹងនឹងជំនាន់2000ម៉ានទេ2015 16ទេបាទដល់កស៊ីវហ្មងបាទនិយាយរួមទៅវីដេអូហើយនឹងការសម្រាយសាច់រឿងយើងដូចអត់ស៊ីគ្នាបណ្ដោយបាទសូមអរគុណសូមជម្រាបលា